សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះយើងនឹងនិយាយអំពី frame ដែល frame វានៅស្ថិតនៅក្នុង toolbar ដែលភាគច្រើនគេប្រើ frame ដើម្បីដូចជាផ្ទាំងមួយដើម្បី design ចំពោះអ្នក design panel ឬក៏ design អ្វីផ្សេងៗគាត់មិនសូវខ្វល់ខ្វាយរឿងទំហំ frame ទេជាទូទៅ frame របស់គាត់ចង់ទំហំប៉ុណ្ណាក៏បានដែរគឺគាត់ទៅតាមអ្វីដែលគាត់ចង់បានតែសម្រាប់អ្នក design ឲ្យកម្មវិធីទូរស័ព្ទកម្មវិធីកុំព្យូទ័រឬក៏ website ជាដើមគាត់ត្រូវតែកំណត់ទំហំរបស់ frame ដើម្បីកំណត់ទំហំរបស់ frame យើងត្រូវចូលមកខាងស្ដាំហើយចុចពាក្យថា frame តមកយើងអាច select បាននៅទំហំរបស់ទូរស័ព្ទដូចជា iPhone 16 Pro Samsung Android មាន MacBook ឬ iPad មាន desktop ធំដូចកុំព្យូទ័រនេះគឺសម្រាប់ desktop ហើយនេះគឺជា frame សម្រាប់ទូរស័ព្ទ iPhone មួយទៀតគឺជា frame សម្រាប់ Android អានេះគឺ tablet Android tablet នេះគឺជា frame របស់ទូរស័ព្ទ Android desktop iPhone Android យើងអាចយកមកធ្វើការ design បានវាដូចជាផ្ទាំងគំនូរសមួយអញ្ចឹងហើយយើងដាក់ frame ហើយយើងអាចគូរតាមក្រោយបាន